ជំរាបសួរទាំងអស់គ្នាថ្ងៃនេះយើងមានមេរៀននៅក្នុងសៀវភៅលំហាត់ប៉ុន្តែសូមបើកមើលសៀវភៅ Piano Lesson សិនពីព្រោះសៀវភៅនេះបញ្យល់ជាជាងចឹងបញ្យល់នៅក្នុងសៀវភៅនេះប៉ុន្តែនៅពេលហាត់រាល់ថ្ងៃហាត់សៀវភៅលំហាត់មុនហើយរួចហាត់មេរៀន Piano Lesson ប៉ុន្តែសម្រាប់ឥឡូវសូមបើកមើលទំព័រលេខ18នៅក្នុងសៀវភៅមេរៀនរបស់យើងហើយយើងមានកន្លែងG major 5 finger position បើសិនជាចាំតាំងពីសៀវភៅមកទៅនោះយើងធ្លាប់មានហើយយើងធ្លាប់មាននៅទីនេះស្រដៀងគ្នាប៉ុន្តែខុសគ្នាបន្តិចតួចចាទី1វាខុសគ្នាដោយសារគេហៅថា sharp key signature យើងឃើញថាមាន sharp បើមើលខាងលើនេះយើងឃើញ treble clef យើងឃើញមាន sharp ហើយយើងមើល note ណាដែល sharp បន្ទាត់ខាងលើនោះ Fចាចង់ F sharp F ទាំងអស់សុទ្ធតែលេង sharp ខាងលើខាងក្រោមក៏បានហើយយើងឃើញថាដើម្បីនឹងដឹងថា key of key នោះមានឈ្មោះអីយើងមើល sharp នៅទីនេះយើងមើល sharp ចុងក្រោយតិចទៀតមាន sharp 3 sharp 4 sharp 5ក៏បានឧទាហរណ៍បើមាន sharp 3យើងមើល sharp ទី3ចុង sharp ចុងក្រោយហើយឧទាហរណ៍មួយនេះ F sharp យើងឡើងដល់ note ដែលជាប់នឹងនោះដល់ note G យើងហៅថានេះជា key of G ហើយបើសិនជាអត់ទៅដឹងអំពីមួយនោះចាំថ្ងៃក្រោយយើងនិយាយថែមទៀតសម្រាប់ឥឡូវនេះនៅពេលឃើញ one sharp ត្រូវដឹងថា key of G មានន័យថាសម្រាប់ឥឡូវដៃយើងនៅ G ចាហើយកុំភ្លេចថាគេគូ F sharp នៅទីនេះមានន័យថា F sharp នៅលើនៅក្រោមនៅកន្លែងណាក៏បាន F ទាំងអស់សុទ្ធតែ sharp ហើយយើងឃើញថា G major 5 finger position ពីមុនយើងមាន G នៅជ្រៅឥឡូវនេះគេមាននៅចិត្ត middle C ចឹងបើសិនជាឃើញរូប key នៅទីនេះយើងឃើញ middle C នៅទីនេះ middle C ត្រូវជាលេខ2ខាងឆ្វេងអញ្ចឹង G A B C D ខាងឆ្វេងហើយខាងស្ដាំហើយយើងឃើញថាដៃយើងនៅទីនេះហើយដូចជា position របស់យើងច្រើនដងយើងឃើញថាមាន note 2សពាក់កណ្ដាលដើម្បីបញ្ជាក់ថាដៃយើងនៅកន្លែងត្រឹមត្រូវនៅពេលដែលយើងលេង F major position យើងមាន note ខ្មៅមួយជា B flat ប៉ុន្តែសូមពិចារណាអំពី G major 5 finger position G major យើងថា G major មាន F sharp ប៉ុន្តែបើយើងមើលកន្លែងដែលយើងដាក់ដៃនៅ G A B C D E F អត់មាន F ទេចឹងគ្មានអ្វីណាមួយនៅកន្លែងនេះដែលខ្ញុំត្រូវ sharp ទេបើសិនជាខ្ញុំលើកដៃទៅលើលេង F នោះខ្ញុំត្រូវលេង F sharp ឬក៏ដៃចុះលេង F នោះត្រូវលេង F sharp ប៉ុន្តែសម្រាប់ 5 finger position របស់យើងនៅទីនេះយើងឃើញខាងឆ្វេងហើយខាងស្ដាំអត់មាន F ទេចឹងនេះ G major 5 finger position ទោះបីជាមាន F sharp កន្លែងនេះអត់មានទេយើងមិនចាំបាច់លេង F sharp ទេព្រោះអត់មាន F ទេចឹងសម្រាប់ឥឡូវយើងគ្រាន់តែដាក់ថាវាឈ្មោះ G major ប៉ុន្តែអត់ទៅមាន sharp លេងទេហើយសង្ឃឹមថាអត់ច្រឡំពីមួយនោះចឹងនោះរបៀប G major ឥឡូវនេះសូមបើកមើលសៀវភៅលំហាត់ដល់ទំព័រលេខ20ហើយគេប្រាប់ថែមទៀតអំពី G major ព្រោះវែងផ្លេចថាដាក់ដៃនៅណាមើលសៀវភៅមេរៀនទំព័រលេខ18ចានេះយើងឃើញថា G major 5 finger pattern ចឹងខ្ញុំរកកន្លែង G កូនដៃមេដៃនៅលើ G ទាំងពីរហើយខ្ញុំចាំថា4ទៅ4ខ្ញុំឃើញថាវាឡើងហើយនឹងចុះស្រកគ្នាចឹងបើឡើងបើចុះចឹងនោះជួយលេងបានស្រួលនៅពេលមួយឡើងមួយទៀតក៏ឡើងដែរហើយខ្ញុំឃើញថាវាចាប់តាមនៅ quarter note ហើយ measure ទី3ខ្ញុំត្រូវត្រៀមសម្រាប់ eighth note
จังเตรียมบังหายทาคนหนึ่งปีเลื่อนเจียงจังดูอัดเซอร์วัตเต้โปรยมเคลื่อนทาโซไต second โซไตจี step วิ step ลังเลิศ step จอกกราวเลิกกราวจังบอกดูเอาประวัติเต้ก่อนได้ทาเป็นเนอร์กลายไม่ประวัติเป็นกันได้ยังประหยัดโปรยเวียสำหรับจีเวียล้าง second 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 เวียจ่อ second บนใต้เป็นเวียล้าง second វិញจ่อ second ล้าง second ហើយរួចจ่อ second រហូតដល់5ចឹងប្រយ័ត្នអំពីមួយនោះសម្រាប់ទី3យើងឃើញថាវាចាប់ផ្ដើមនៅខាងលើ note មួយណាគេថា D ចាប់ផ្ដើមនៅ D D C B A G A ហើយវាចុះដល់ G A G A B C D ហើយវាឡើងមកវិញចង់ប្រយ័ត្នពីកន្លែងនោះយើងធ្លាប់លេងតែប៉ុន្តែត្រូវមើល note វាមិនមែនចឹងទេវា time note ទៀតឬអីចឹងសូមមើលទំព័រលេខ20សូមលេងហើយរួចសូមមើលវីដេអូនេះជាបន្តហើយសម្រាប់លេខ20មាន repeat សាំងទាំងអស់ចឹងម្ល៉េះហាក់រាល់ថ្ងៃចង់ repeat ចង់លេង2ដងប៉ុន្តែសម្រាប់ឥឡូវខ្ញុំលេងតែម្ដងទំព័រលេខ20 walking running 1 stop 1 2 3 4បត់កណ្ដាល1 2 3 4 3 ហើយបត់ខាងក្រោម3 1 2 3 4ហើយឥឡូវទំព័រលេខ21វាអត់ពិបាកអីទេគ្រាន់តែថាយើងត្រូវមើល interval ត្រូវមើល note វាចាប់ផ្ដើមនៅ G វាឡើង second G A ដល់ G វិញហើយរួចវាឡើង third ហើយវាចុះទៅ G វិញវាឡើង fourth វាចុះទៅ G វិញវាឡើង fifth ចុះទៅ G វិញឡើង fourth G third G second G ចឹងវាអត់សូវពិបាកទេសម្រាប់បទកណ្ដាលដូចគ្នាប៉ុន្តែចុះយើងចាប់ផ្ដើមនៅខាងលើចុះ second ដល់ D វិញចុះ third D ចុះ fourth D ចុះ fifth ហើយរួចយើងឡើង second ចុះ third ចុះ second ចឹងគេចាប់ផ្ដើមលា second third ឡើងចុះច្រើនចូលគ្នាហើយអត់មើល note ក៏បាន G C G B G A G D សំខាន់ខ្ញុំនិយាយថា D G ប៉ុន្តែបើមើល interval កាន់តែស្រួលដែរអញ្ចឹងមើលទាំងពីរល្អដែរឥឡូវយើងឃើញថាបទខាងក្រោមគេហៅថា skipping ហើយបើពិចារណាមើលយើងឃើញបន្ទាត់ទាំងអស់សុទ្ធតែ note លើបន្ទាត់វាសុទ្ធតែ skip ចង់មានន័យថាយើងប្រើតែ3នេះ1 3 5ហើយខាងស្រាម1 3 5ដូចគ្នាខ្ញុំឃើញបទមួយនេះដូចជាឡើងចុះស្របគ្នា parallel ចឹងមួយនោះជួយខ្លះប៉ុន្តែត្រូវត្រៀមហើយសម្រាប់លេង eighth note ចឹង1 2 3 4 1និង2និង3និង4និង1ខ្ញុំលេងខុសខ្ញុំលេងខាងស្ដាំខ្ញុំប្រើដៃឆ្វេងប៉ុន្តែអីខ្ញុំគ្រាន់តែចង់បញ្យល់អំពីចង្វាក់ឥឡូវនេះសូមក៏លេងទំព័រលេខ21ហើយរកខ្ញុំនឹងលេងឲ្យគាត់ស្ដាប់ទំព័រលេខ21លំហាត់ខាងលើ
muối pi bay buồn chia bong ôn mùng vàng nhung cái thập hai chia mặc vì phê mình chùa nâng plane nếu bây giờយើងអានសិភៅបើយើងអានសិភៅតិចតួចយើងមើលទៅនេះទៅនោះហើយយើងមើលមកវិញយើងមិនដឹងជានៅណាទេជាពិសេសបើឧទាហរណ៍នៅវិទ្យាយើងអានថាសូមអានខកូពីនេះជាមួយនឹងគ្នាហើយយើងចាប់ផ្ដើមអានជាមួយនឹងគ្នាហើយរួចយើងមើលនេះមើលនោះយើងមើលដៃសម្រាប់ឧទាហរណ៍យើងមើលលេងព្យ៉ាណូមើលដៃមើលមកវិញយើងបបាក់និយាយស្រោបគ្នាហើយយើងមើលតិចបានជាយើងអាននិយាយបានបើសិនជាវែងប្រហែលជាមកពីមើលដៃពេកឬក៏ភ្នែកយើងមិនអានតាមមួយពីឆ្វេងមកស្ដាំអញ្ចឹងខំប្រឹងតែមើលភ្លេងសំដៅមើលភ្លេងនោះជួយកុំឲ្យមុំវែងយើងមើលភ្លេងជាប់ចឹងនោះសំខាន់ដែលយើងស្ទាបដឹងថាម្រាមដៃយើងនៅមនោតមានអ្នកខ្លះរៀនគេដាក់ដៃធំហើយនៅពេលគេត្រូវការគេទានមកនេះហើយគេដាក់ដៃធំនោះប្រវត្តិពីព្រោះយើងត្រូវមើលដៃជាប់ប៉ុន្តែបើដៃយើងជាប់នឹង key ហើយយើងស្ទាបដឹងថាវាទំហំប៉ុណ្នេះដាក់ដូចនេះយើងមិនចាំបាក់មើលដៃទេយើងអាចនឹងសម្លឹងមើលភ្លេងរបស់យើងដៃអត់វែងទេហើយឥឡូវលំហាត់កណ្ដាល1 2 3 4ខែហើយមាន repeat ផងដែរឥឡូវខាងក្រោមត្រៀមស្មាត់អីនៅ1 2 3 4 1 2 នឹងចឹងលំហាត់ទំព័រ20ហើយនឹង21ហើយតាមទៅក៏មានពេលសូមហាត់ចាប់តាំងពីដូចជាទំព័រលេខ6ទៅដូចខ្ញុំថាបើសិនជាហាត់ពាក់កណ្ដាលក្នុងមួយថ្ងៃហើយស្អែកឡើងបានទំព័រលេខ10ឬក៏អីក៏បានដែរប៉ុន្តែសូមហាត់មួយដែលចាស់ពីព្រោះសិភៅនេះអត់សូវពិបាកទេសិភៅលំហាត់យើងធ្វើលំហាត់បានច្រើនយើងឆាប់ស៊ាំនឹងចុច note នៅណាអីស្រួលជាងនៅក្នុងសិភៅមេរៀនរបស់យើងដល់ទំព័រលេខ16ម្ដងទៀតយើងបញ្យល់ខាងលើឥឡូវសូមមើលបទខាងក្រោមទី1គេប្រាប់យើងថា key of G major ពីព្រោះយើងឃើញ F sharp 1ខាងក្រោម1ខាងលើ1ចឹងនោះ F sharp នៅពេលមើលទំព័រខាងស្ដាំនឹងឃើញថា key of ហើយនេះគេដាក់អក្សរ G ទាំងអស់សូត្រតែ key of G ពីព្រោះយើងឃើញថា one sharp ហើយមាន sharp តែមួយដូចគ្នាទាំងអស់ខ្ញុំឃើញថាវាចាប់ផ្ដើមនៅ G ចឹងខ្ញុំរកកន្លែងដែលខ្ញុំត្រូវនៅមុនគាត់លេងគួរតែរកកន្លែងសម្រាប់ខាងស្ដាំហើយនិងខាងឆ្វេងទាំងពីរសិនតែលើដល់នេះហើយស្រាប់តែថាខាងឆ្វេងតាណាយើងរកអត់ឃើញទេចឹងត្រៀមដៃទាំងពីរសិនហើយយើងឃើញថាលេង2ដងមុនដំបូង forte លើកទី2 piano ខ្ញុំនឹងលេងតែ1ដងហើយខ្ញុំលេង forte ប៉ុន្តែសូមគាត់លេងមុនហើយបទមួយនេះបើមើលពាក្យអង់គ្លេសចុងក្រោយថា curve your fingers please curve កោងមូលហើយកុំភ្លេចចំណុចនោះសំខាន់សម្រាប់ piano មិនមែនចត់ចឹងទេហើយសូមគាត់លេងទំព័រលេខ18 G position 1 2 3 4
ទំព័រលេខ19 4 bot ដែលខ្លីយើងឃើញថា brightly មានន័យថាដែលមានលឺដូចរំភើបចាទី2យើងឃើញថា moderato ចាំថានឹងមានន័យមិនអត់មានន័យថាធម្មតាទី3គេថា steady march tempo march ដូចជាទាហានគេដើរបុំដូចយើងខំកាត់ដូចជាទាហានគេដើរហើយចឹងហើយនឹងខាងក្រោមក៏ដូចគ្នាដែរថា steady មានន័យថាដូចដែលរហូតមិនមែនថាលឿនតិចយឺតតិចលឿនតិចអត់ទេដូចជាទាហានគេដើរដូចជាចង្វាក់វាច្បាស់លាស់ម្ល៉េះចាតែគេដើរនោះទំព័រលេខ19ម្ដងទៀតខាងលើបទទី1ឃើញថា forte ខាងឆ្វេងវិញសិនសំដៅខាងស្ដាំឬខាងឆ្វេងឬដៃឆ្វេងគ្នាបទទី2សូមពិចារណាមើលមួយនោះថាវាឡើងចប់មាន chord នៅចុងក្រោយបទទី3ខាងស្ដាំលេង3 note ហើយរត់ខាងឆ្វេង1ហើយរត់ខាងស្ដាំវាលេងតចានឹងរៀងប្លែកមួយខាងក្រៅប្រវត្តិជាងគេដោយសារ eighth note មួយនោះ eighth note វានៅលេខ2ចំនេះ1 2និង3 4 1 2និង3 4 1 2និង3 4 1 2 3 4មួយនៅប្រវត្តិខាងការរត់ហើយចឹងសាក់មើលសូមក៏សាក់លេងទំព័រលេខ19ដឹងថាឆ្ងាយដំបូងមិនមែន perfect មិនត្រូវទាំងអស់ទេតែខំរឹតហើយរួចស្ដាប់មើលភ្លេងរបស់គាត់ហើយបើថាមិនអ្នកគ្រូធ្វើចឹងខំពិចារណាថាត្រូវឲ្យគេធ្វើចឹងឬក៏ខ្ញុំបានដាក់កន្លែងខ្ញុំដាក់ដៃកន្លែងខុសខ្ញុំរាប់ខុសឬអីខំប្រឹងយល់ពីមូលហេតុអីយើងលេងបែបនេះហើយទំព័រលេខ19ចម្រៀងទី1 stretching 1 2 3 4 3 4បទទី2 are cheap 1 2 3 4ហើយនោះជាគោលបំណងរបស់គាត់បទទី3 parade 1 2 3 4ហើយនៅទី4 bugles ប្រយ័ត្នអំពី eighth note ខេ1 2និង3 4វិញចឹងខេ1 2 3 4 1 2 3 4 1 2 3 4 បទមួយនោះមហាជាប្រវត្តិជាងគេហើយភាគច្រើនកូនសិស្សគេប្រវត្តិដោយសារវាឡើងចោះច្រើនហើយវាទៅស្ដាំឆ្វេងហើយការរាប់របស់វាតែអត់អីទេខំប្រឹងរកតែឆ្ងាយខ្ញុំគិតថាអ្នកអាចលេងបានអរគុណច្រើនចឹងសម្រាប់ទឹកនេះមានសិភៅលំហាត់របស់យើងហើយនឹងក្នុងសិភៅមេរៀនមានទំព័រលេខ18ហើយនឹងទំព័រលេខ19អរគុណច្រើនសូមជម្រាបលា